រឿងប្រវត្តិតោពណ៌បៃតងថ្ងៃរះហើយពន្លឺនៃព្រះអាទិត្យបានផ្ដល់នូវក្តីសង្ឃឹមនិងកម្លាំងចិត្តទៅកាន់មនុស្សសត្វរុក្ខជាតិស្មើគ្នាសុបិននិមិត្តក្នុងព្រៃធម្មជាតិដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍បានដំណាលថាមានសត្វតោមួយក្បាលឈ្មោះរាជសីហ៍ទឹកជ្រោះដ៏ត្រជាក់ផ្កាក្រអូបចម្រុះពណ៌ដើមឈើតូចធំផ្លែឈើឆ្ងាញ់រាប់លានដើមបានបង្ហាញខ្លួនក្នុងព្រៃដ៏ធំមួយនេះមើលទៅដូចឋានសួគ៌ដ៏អាតកំបាំងដែលទេសភាពដ៏ស្អាតអញ្ចឹងមិនប្រកាសថាគ្រប់គ្នាបានឃើញនោះទេងាកមករាជសីហ៍វិញតើមានលក្ខណៈខុសប្លែកពីសត្វតោដទៃទៀតយ៉ាងណាខ្លះទើបបណ្ដាលឲ្យសពសត្វតូចធំក្នុងព្រៃគោរពស្រឡាញ់ចំពោះគេបែបនេះត្បិតធម្មជាតិបង្កើតសត្វតោមកឲ្យស៊ីសាច់ជាអាហារយ៉ាងណាក៏ដោយចំពោះរាជសីហ៍វិញមានទម្លាប់ដ៏ចម្លែកខុសពីសត្វតោដទៃដូចជាទី1មិនសម្លាប់សត្វស្លូតត្រង់គោជ្រូកអណ្ដើកកាពែក្របីលាក់និងលាក់ធ្វើជាអាហារទេទី2សម្លាប់តែសត្វខូចលោភលន់ធ្វើបាបគេឯងក្នុងព្រៃតែប៉ុណ្ណោះទី3អាហារដែលរាជសីហ៍ស៊ីមានស្មៅពណ៌បៃតងតូចឆ្អឹងសាច់សត្វដែលសល់ពីការប្រមាញ់របស់គេ4អាចគ្រប់គ្រងការស្រែកឃ្លានរបស់ខ្លួនយូរជាងសត្វតោដទៃនិងជ្រើសរើសការស៊ីស្មៅពណ៌បៃតងតូចជំនួសឲ្យការស្រែកឃ្លាន5រាជសីហ៍តែងមានចិត្តមេត្តាជួយសង្គ្រោះសពសត្វស្លូតត្រង់ទាំងឡាយដែលរងគ្រោះឲ្យបានសុខវិញ6ទម្លាប់ស៊ីស្មៅពណ៌បៃតងតូចនេះហើយទើបធ្វើឲ្យរោមនិងស្បែករបស់វាមានពណ៌បៃតងខុសពីសត្វតោដទៃថ្ងៃមួយរាជសីហ៍បានជួបគ្រោះថ្នាក់មានឆ្កែចចក8ក្បាលបានមកព្រួតគ្នាសម្រាប់រាជសីហ៍ធ្វើជាអាហារនិងដើម្បីសងសឹកគំនុំពីមុនដែលរាជសីហ៍ធ្លាប់បានរារាំងឆ្កែចចកទាំងនោះមិនឲ្យស៊ីកូនពពែដែលទើបនឹងកើតការប្រយុទ្ធគ្នាដំបូងមានតែរាជសីហ៍និងឆ្កែចចក8ក្បាលតែប៉ុណ្ណោះមួយសន្ទុះក្រោយមកសង្គ្រាមធំឡើងមានតាំងពីពពែគោជ្រូកអណ្ដើកដំរីលាក់និងលាក់រាប់រយក្បាលមើលដាច់កន្ទុយភ្នែកមកប្រយុទ្ធគ្នាការពាររាជសីហ៍និងបណ្ដេញឆ្កែចចកចេញឆ្កែចចកទាំង8ក្បាលមើលមុខគ្នារួចក្រវីក្បាលហើយពោលថាហ៊ីហើយចុះថៃវៃយើងមកសម្លាប់តែតោពណ៌បៃតងទេហេតុអ្វីគោក្របីពពែជ្រូកមកជួយតោពណ៌បៃតងធ្វើអ្វីពួកឯងសូមដកខ្លួនចេញប្រយ័ត្នយើងសម្លាប់ទាំងពួកឯងទៀតធុញណាស់វើយភ្លាមនោះមានកូនពពែមួយក្បាលបានឆ្លើយតបថាពួកឯងភ្លេចខ្ញុំឬនៅម្ដាយខ្ញុំប្រាប់ថាពេលខ្ញុំកើតមកភ្លាមពួកឯងបានមកខំសម្លាប់ខ្ញុំពេលនោះគង់តែមានបងរាជសីហ៍មកជួយតាន់ទេគង់អីខ្ញុំស្លាប់បាត់ហើយពួកអាចចង្រៃឯងនេះលោភលន់ស៊ីមិនចេះអាណិតគេឯងដើរខំសម្លាប់មិនរើសមុខ
មិនខ្វល់ក្មេងចាស់អាងតែអំណាចដើរធ្វើបាបសត្វស្លូតត្រង់រាប់លានក្បាលខ្ញុំសួរទៅឯងបើខ្ញុំទៅសម្លាប់កូនរបស់ឯងវិញឯងឈឺចាប់ទេកូនឯងជាទីស្រឡាញ់បានស្លាប់បាត់ទៅឯងនឹកកូនទេស្ដាយកូនឯងទេដំរីឃើញកូនពពែនិយាយក៏លូកមាត់ដែរថានិយាយមួយពួកវាអត់ប្រយោជន៍ទេដូចចាក់ទឹកលើក្បាលទាអញ្ចឹងដំណោះស្រាយរបស់ពួកយើងមានតែមួយគត់គឺសាមគ្គីគ្នារស់នៅជាវងក្បែរគ្នាពេលមានអាសន្នស្រែកឲ្យសញ្ញាគ្នានិងមកជួយគ្នាឲ្យទាន់ពេលវេលាដូចថ្ងៃនេះអញ្ចឹងតោះបានហើយឈប់និយាយជាមួយពួកវាទៀតទៅអត់ប្រយោជន៍ទេរាជសីឬតាវពណ៌បៃតងឮដូច្នេះក៏បានស្រែកប្រាប់កូនពពែដែរថាកូនពពែអើយធម្មជាតិបានបង្កើតសត្វតោសត្វចចកសត្វខ្លាមកគឺតម្រូវឲ្យស៊ីសាច់ជាអាហារវាជាការពិបាកដែលយើងហាមពពួកចចកមិនឲ្យសម្លាប់សត្វផ្សេងសម្រាប់ខ្ញុំធ្វើអំពើល្អដូចសពថ្ងៃនេះដើម្បីលុបលាងបាបកម្មដែលពូជតោទាំងអស់លើពិភពលោកតែងតែសម្លាប់សត្វស្លូតត្រង់ដែលគ្មានកំហុសធ្វើជាអាហារតែខ្ញុំឯកភាពការលើកឡើងរបស់បងដំរីដែលឲ្យយើងសាមគ្គីគ្នារស់នៅជាវងក្បែរគ្នាពេលមានអាសន្នស្រែកឲ្យសញ្ញាគ្នានិងមកជួយគ្នាឲ្យទាន់ពេលវេលាដូចថ្ងៃនេះអញ្ចឹងជាពិសេសយើងកុំរស់នៅក្បែរសត្វចចកចង្រៃអស់ហ្នឹងក្រោយមកការប្រយុទ្ធបានរំសាយម្នាក់ទៅផ្ទះរៀងខ្លួនមិនមានអ្នកណាមានគ្រោះថ្នាក់ដល់ជីវិតនោះឡើយរឿងរ៉ាវក្នុងពិភពព្រៃកើតឡើងដដែលរាប់រយឆ្នាំអណ្ដើកមុនពេលទៅផ្ទះបានផ្ដាំទៅបងប្អូនទាំងអស់គ្នាជ្រូកគោពពែរាជសីក្របីលាក់នឹងលាក់ថាសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់សូមបងប្អូនមើលថែកូនចៅរៀងខ្លួនកុំឲ្យបែកវងឲ្យសោះកុំឲ្យរស់នៅក្បែរសត្វចចកចង្រៃឯនោះខ្ញុំសូមលាទៅផ្ទះមុនហើយព្រោះប្រពន្ធកូនរបស់ខ្ញុំព្រួយបារម្ភពីសុវត្ថិភាពខ្លាំងណាស់ចាំជួបគ្នាពេលក្រោយទៀតបងប្អូនយើងសេះនិងក្របីឯកភាពការលើកឡើងរបស់បងខាងលើចំណែករាជសីហាក់ដូចអស់កម្លាំងក៏ស៊ីស្មៅតូចពណ៌បៃតងមិនដើរនិងអរគុណបងប្អូនដែលបានមកជួយខ្លួនរួចផុតពីគ្រោះថ្នាក់ថ្ងៃនេះរោមនិងស្បែករបស់រាជសីមានពណ៌បៃតងដូចស្មៅទើបគេនាំគ្នាហៅរាជសីថាតោពណ៌បៃតងរហូតមកទល់សព្វថ្ងៃចំណែករូបសំណាក់តោពណ៌បៃតងមានតម្កល់នៅភូមិជាងតងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខរាជធានីភ្នំពេញជិតបណ្ណាល័យភូមិរូបសំណាក់នេះបានคล้ายជានិមិត្តរូបនៃស្ដេចតោដែលមានគុណធម៌ជាងគេនៅក្នុងព្រៃផ្ទះដែលដាក់តាំងរូបសំណាក់តោពណ៌បៃតងតែងមានជំនឿថា
អាចជួយម្ចាស់ផ្ទះឲ្យមានសំណាងល្អរកស៊ីមានបានតកូនតចៅគ្រប់ជំនាន់សំណួរហេតុអ្វីបានជារាជសីហ៍មានពណ៌បៃតងតើពណ៌បៃតងមិនសម្រាប់សត្វស្លូតត្រង់ទេព្រោះវាគ្មានកំហុសព្រោះអ្វីតើសត្វភាគច្រើននៅក្នុងព្រៃស្រឡាញ់ចូលចិត្តរាជសីហ៍ដែរឬទេព្រោះអ្វីតើពណ៌បៃតងចង់សុំទោសសពសត្វទាំងឡាយដែលពូជតោទូទាំងពិភពលោកតែងសម្លាប់ធ្វើជាអាហារដូច្នេះតោពណ៌បៃតងធ្វើល្អដើម្បីលុបលាងបាបកម្មរបស់ពូជតោដទៃទៀតតើអ្នកស្ដាប់ឯកភាពគំនិតរបស់តោពណ៌បៃតងដែរឬទេតាមរយៈរឿងប្រវត្តិសត្វតោពណ៌បៃតងនេះមានគំនិតអប់រំអ្វីខ្លះបើយើងប្រៀបធៀបរវាងស្ដេចសត្វក្នុងព្រៃនិងស្ដេចមនុស្សក្នុងលោកសូមធ្វើចិត្តឲ្យស្ងប់15នាទីរួចរកគំនិតអប់រំឲ្យបាន10ហើយកត់ត្រាទុកខ្លួនឯងរឿងប្រវត្តិតោពណ៌បៃតងបានចប់ត្រឹមនេះសូមអរគុណ